ឈួតទេស្ដាប់តែគណៈបកអលីធីទាំងស្អីគិតខំរស់ស៊ីហើយខ្ញុំជាអ្នករស់ស៊ីដល់ពេលគាត់គិតតែពីរឿងបកហើយគាត់និយាយទៅបញ្យល់ខ្ញុំបញ្យល់រហូតតែមកតាំងនិយាយទៅបញ្យល់ចូល7ឆ្នាំហើយបើតាបញ្យល់វិញដល់ពេលខ្ញុំស្ដាប់គាត់អត់ចូលទេខ្ញុំជេរគាត់ខ្ញុំជេរដល់ទាំងពូទៀតណាចាខ្ញុំជេរពូដល់ពេលខ្ញុំជេរយីទៅឆ្លុះគ្នារហូតដល់7ឆ្នាំហើយនៅតែឆ្លុះគ្នាតែសុំលេងវិញចូលប្រហែលជា20 30ដងហើយលេងតែគាត់ព្រមលេងគេថាមិនលេងទេគេថាមិនលេងមកតែបើមិនលេងអញក៏លេងហែងដែរនិយាយទៅនិយាយមកដល់ពេលឆ្លុះគ្នាយូរទៅទ្រាំលេងបានសម្រាប់ដេកយប់ដេញគាត់ចុះទៅលើខេហ្មងតែបើនិយាយស្ដាប់គ្នាមិនបានផងឲ្យឡើងមកដេកទៅអីចុះទៅជួនកាលខ្លះក៏ទាញវាក្បែរខ្ញុំទៅធាក់ឲ្យនិយាយអស់ហ្មងធាក់ចុះធ្លាក់ពីលើខេលើពុំគេហ្នឹងធ្លាក់អស់ហើយអាណិតប្តីដែរដល់ពេលខ្លួនឯងអត់យល់ដល់ពេលខ្ញុំចាប់ផ្ដើមខ្ញុំចង់ឈ្នះគាត់ឈ្លោះគ្នាចង់ក្រោយនឹងខ្លាំងនិយាយទៅឈ្លោះខ្លាំងថាខ្ញុំឆ្ងល់ថាហេតុអីក៏គាត់ចេះតែស្ដាប់អលីភីចេះតែប្រាប់ខ្ញុំពីនេះពីនោះឲ្យម៉ោងដេកមក10 2 10យប់ហើយនៅតែកាសញាត់តិចខ្ញុំបោះទូរស័ព្ទគាត់ចោលវាពលាបជាងក៏មានដែរខ្ញុំចេះតែឆ្ងល់ខ្ញុំសួរគាត់ថាថៃអញចេះតែស្ដាប់គណៈបកមួយហ្នឹងឆ្ងល់ដែរ6 7ឆ្នាំបើអញចេះស្ដាប់អញស្ដាប់តាំងពីយូរហើយអញខំប្រឹងរស់ស៊ីចឹងងាប់គាត់តែរឿងយកលុយចូលគណៈបកអញក្តៅទៅអញទៅពេលអញនិយាយច្រើនថាអញនិយាយច្រើនលេងអញត្មងទៅយកអញទៅអីទៀតខ្ញុំនិយាយអញ្ចឹងទៅពេលក្រោយមកខ្ញុំចង់ឈ្នះគាត់ឈប់គ្នាចង់ក្រោយខ្ញុំអស់ចិត្តខ្ញុំថាចាំមើលអញចង់ឈ្នះហ្មងអាមេគណៈបកមួយហ្នឹងតែប្តីអញឈួតអស់លេងដល់ពេលអញ្ចឹងខ្ញុំចាប់ផ្ដើមខ្ញុំស្ដាប់ថាចាំមើលអញស្ដាប់ហើយអញយកអាពាក្យចំណុចណាដែលបោះមេគណៈបកហ្នឹងនិយាយខុសអញយកផ្ទាត់អាកូនចៅហ្នឹងហ្មងដល់ពេលខ្ញុំស្ដាប់លើកដំបូងមកយកស្ដាប់ទៅដូចជាអត់មានចំណុចចាប់ខុសសោះដល់ពេលខ្ញុំនិយាយទៀតខ្ញុំថាអញស្ដាប់មកយកទៀតស្ដាប់ដល់ម៉ោង 1 ម៉ោង 2 យប់ខ្ញុំស្ដាប់ខ្លាំងហ្មងមកស្ដាប់វិញដល់ពេលខ្ញុំស្ដាប់ទៅស្រាប់តែស្ដាប់យល់ចំណុចហ្នឹងគាត់ពូគាត់និយាយពីធម៌ចាគិតអានឹងស្ដាប់អត់ចូលទេអាលោកចៅណាខ្ញុំលោកចៅមែនធម៌ដល់ពេលស្ដាប់យល់ត្រង់ពូគាត់ជេរគណៈបកសង្គ្រោះជាតិហើយគាត់នេះជេរត្រូវទៅអញស្ដាប់ទៀតមកវិញស្ដាប់ទៀតដល់ពេលស្ដាប់ដល់ម៉ោងហើយជាម៉ោង 7:03 ភ្លឺម៉ោង 7:03 ភ្លឺក៏ស្ដាប់គាត់ណាដល់ពេលថ្ងៃឡើងទៀតខ្ញុំស្ដាប់ទៀតដល់ពេលស្ដាប់ខ្ញុំគិតហើយអញយកនឹងស្ដាប់បន្តទៀតដូចនិយាយទៅដូចយើងចូលទៅជាស្ដាប់ទៀតដល់ពេលម៉ោងប្រហែលជាម៉ោង 1 ជាងចាប់ដល់ខ្ញុំយល់តែបើទឹកភ្នែកខ្ញុំហូរហ្មងហូរអត់ដឹងខ្លួនទេពេលហ្នឹងហើយខ្ញុំនឹកឃើញថាអូខ្ញុំបានប្តីខ្ញុំស្ដាប់អលីធីរហូតមក7 ឆ្នាំហើយតែមុនតែប្រពន្ធយល់ខ្ញុំទឹកតែយល់ដែរហ្នឹងហើយខ្ញុំមកវេទិកាក៏លើកទី1ទេខ្ញុំមិនដែលមកទេហើយគាត់អ្នកជួនខ្ញុំមកទៀតខ្ញុំថាអូអាណិតប្តីដល់ពេលអញ្ចឹងដល់ពេលខ្ញុំស្ដាប់យល់ពីពូគាត់និយាយច្រើននិយាយទៅនិយាយច្រើនខ្ញុំស្ដាប់ច្រើនខ្ញុំស្ដាប់ដល់ម៉ោង 2 ម៉ោង 3ជួនកាលចិត្តភ្លឺជួនកាលមកយប់ខ្ញុំអត់ដេកក៏មានខ្ញុំស្ដាប់5យប់ផ្ទួនខ្ញុំយល់ហ្នឹងដល់ពេលខ្ញុំយល់ខ្ញុំនឹកឃើញថាអូពូអើយពូមិនគួរណាខ្ញុំជេរពូទេខ្ញុំថាខ្ញុំជេរពូអាក្រក់ជេរនិយាយដៀលត្មងជេរត្មងទៅពេលឥឡូវជួបលោកពូអញ្ចឹងមានអារម្មណ៍ថាអៀនខ្លួនតិចព្រោះធ្លាប់ជេរគាត់ដល់ពេលឥឡូវខ្ញុំយល់ពីអារម្មណ៍ប្តីខ្ញុំថាសំណាងមកជាតិនេះដែលខ្ញុំមានប្តីដែលយល់អលីភីអញ្ចឹងមិនថាស្រីខ្ញុំសូមផ្ដាំស្រីទាំងអស់ដែលថាជាមានប្តីដែលយល់អលីភីឬក៏ប្រពន្ធអលីភីស្ដាប់គាត់សិនទៅកុំតន់អាចជេរគាត់ខ្ញុំជេរខ្លាំងណាស់មិនជេរលេងទេជេរចូល7 ឆ្នាំហើយមិនធម្មតាទេជេរពីតថ្នាក់មែនតែនកពុលមុខមែនតែនទៅព្រួលប្តីវាយគ្នាក៏មានដែរខ្ញុំថាខ្ញុំនិយាយទៅខឹងវិញមនុស្សស្រីតែខឹងអត់តន់យល់ពេលហ្នឹងដល់ពេលខ្ញុំស្ដាប់យល់ពីពូស្ដាប់យូរទៅពូនិយាយយើងមេរៀនជីវិតនិយាយទៅធម៌ស្ដាប់បានតិចធម៌អត់ទៅចូលទេធម៌ហើយដល់ពេលស្ដាប់គាត់និយាយពីរឿងសាសនាពីរឿងអីចឹងខ្ញុំយកទៅថាអូពូនិយាយត្រូវទាំងអស់ហ្មងខ្ញុំគួរណាឆ្លើយនិយាយពីអសរោះដាក់ប្តីខ្ញុំអញ្ចឹងទេនិយាយទៅខ្ញុំស្ដាយក្រោយប៉ុន្តែខ្ញុំថាមិនតាន់ហួសពេលព្រោះប្តីខ្ញុំគាត់នៅស្រឡាញ់ខ្ញុំហើយខ្ញុំនិយាយទៅដូចខ្ញុំនិយាយចឹងខ្ញុំថាខ្ញុំមិនដែលគិតគូររឿងគណៈបករឿងនយោបាយអីទេព្រោះខ្ញុំគិតថាគិតខំតែរឿងរស់ស៊ីមកមុខទៅ
បបក្រយ៉ាងហ្នឹងមិនរស់ស៊ីចាំអាណារស់ឲ្យដល់ពេលឥឡូវខ្ញុំខុសពីមុនខ្ញុំថាខ្ញុំអត់សំខាន់ទេរឿងរស់ស៊ីសំខាន់រឿងជួយប្រទេសជាតិអញសិនបើអញមិនចូលរួមមានណាចាំអ្នកណាជួយបើយើងមិនចេះរួមគ្នាចូលជួយគ្នាដល់ពេលយល់ពីអារម្មណ៍ប្តីតែគាត់និយាយជិះមកគាត់ថាចូលលុយបាក់ប៉ុណ្ណឹងមានអីច្រើនឯងអ្នកខ្លះក៏ចូលច្រើនយ៉ាងទៀតហើយខ្ញុំនិយាយថាយីចូលច្រើនអាអ្នកភ្លើដែលចូលអញចូលទេខ្ញុំនិយាយអញ្ចឹងដល់ពេលឥឡូវខ្ញុំយល់ពីខ្លួនឯងមិនបាច់ប្តីហៅចូលទេចូលឯងហ្មងតែមុនបងភ័ណ្ឌហ្នឹងគាត់នៅទីរ៉ូតហ្នឹងគាត់ហៅខ្ញុំចុះឈ្មោះទៅអើយចុះទៅចោលទេមិនបាច់ប្តីហៅទេចុះទៅឯងហ្មងទៅហ្មងមិនបាច់ចាំប្តីហៅទេដល់ពេលខ្ញុំយល់ច្រើនទៅខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតពូខ្លាំងជាងប្តីទៀតព្រោះគាត់ព្រោះអីខ្ញុំស្ដាប់រហូតហ្មងខ្ញុំមានពេលច្រើនខ្ញុំស្ដាប់រហូតស្ដាប់ពូគាត់ខំនិយាយចង់និយាយថាពាក្យដែលគាត់និយាយចេញគាត់ចង់ឲ្យយើងយល់ពីចិត្តគាត់គេថាគាត់បាចេញមកពៀនប្រមាត់ខ្លាំងវិញបាចេញមកអស់ហើយអត់ចង់ឲ្យយើងយល់ពីគាត់ដល់ពេលខ្ញុំចាប់ដើមខ្ញុំថាខ្ញុំយល់ពីគាត់ហើយទឹកភ្នែកខ្ញុំហូរតែអូពូឲ្យពូខ្ញុំសុំទោសពូសុំទោសពេលខ្ញុំស្ដាប់ទូរស័ព្ទហ្នឹងហ្មងមិនបានតែបើសិនជួបមុខគាត់ខ្ញុំថាខ្ញុំសុំទោសពូម្ដងទៀតហើយចុងក្រោយខ្ញុំនិយាយទៅខ្ញុំសុំ5បន្តិចខ្ញុំនៅភូមិព្រៃផ្ដៅឃុំស្រួលស្រុកត្រាំងខេត្តតាកែវភូមិខ្ញុំហ្នឹងប្រហែលជាជិត300គ្រួសារប៉ុន្តែអ្នកយល់ហ្នឹងចូលជិត50នាក់ប៉ុន្តែអត់ងើបក្បាលទេមុខចុះក្រោមធេងតែកគូតឡើងឯងព្រោះខ្លាចប្រពន្ធហើយខ្ញុំសូមផ្ដាំទៅភូមិព្រៃផ្ដៅផងថាអ្នកដែលយល់ LP មិនមែននៅឈួតទេអ្នកដែលនិយាយឈួតហ្នឹងឯងបានឈួតឥឡូវ LP នៅតិចគេថាឈួតសិនហើយតាមតិចទៀត LP ច្រើនអត់មានឈួតទេអ្នកឯងតិចបានឈួតវិញ